ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើវីដេអូទាក់ទងជាមួយនឹង user authentication នៅក្នុង MongoDB អញ្ចឹងនៅក្នុងMongoDB ហ្នឹងខ្ញុំបានដាក់ connection ចំនួន2ដែលមួយមានសិទ្ធិជា admin និងមួយទៀតមានសិទ្ធិជា student អញ្ចឹងនៅក្នុងMongo នៅក្នុង database SchoolDB ហ្នឹងក្នុងនាមសិទ្ធិជា admin គាត់មានសិទ្ធិសម្រាប់មើលហើយនឹង import data ចូលទៅក្នុង database ហ្នឹងតែចំពោះសិទ្ធិជា student វិញនៅក្នុង database ហ្នឹងគឺគាត់អត់មានសិទ្ធិអីទេគាត់មានសិទ្ធិត្រឹមតែមើលបន្ទុកហើយនឹងឈ្មោះសិស្សនៅក្នុងថ្នាក់ហ្នឹងទេអញ្ចឹងឥឡូវខ្ញុំមកធ្វើការ add connection ថែមនៅក្នុងហ្នឹងដោយយកឈ្មោះគាត់ជា teacher អញ្ចឹង username របស់គាត់ teacher ដូចគ្នា password ហើយយើងធ្វើការ connect ចូលអញ្ចឹងចំពោះuser ជា teacher ហ្នឹងគឺគាត់មានសិទ្ធិស្តៀងនឹង student ដែរប៉ុន្តែនៅក្នុងហ្នឹងគឺគាត់អាចមើលទៅលើ student នៅក្នុងហ្នឹងបានប៉ុន្តែគាត់អាចមានសិទ្ធិមើលទៅលើ attendance របស់ student បានហើយនឹង score ដូចគ្នាអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹង